តោះបងប្អូនបាទលំឡើងហ្នឹងទៅពងសោមបងប្អូននេះយកកូនក្តាមខ្ញុំឡើងផ្លូវលឿនលឿនម្ដងមើលដល់ពងសោមដល់បងប្អូនបាទនេះចេញនៅម៉ោង5បងប្អូនបាទចូលចាក់សាំងនៅការតិចមកបាទចាក់សាំងចាក់អីពេញអញ្ចឹងណាឡើងផ្លូវលឿនលឿនណានេះកូនចៅខ្ញុំ10ភួយ10អីហើយងើបទាំងម៉ោង4រៀបចំហើយយើងធ្វើដំណើរដល់កោះហ្វៅអីចាប់ផ្ដើមរៀបចំចេញដំណើរឡើងផ្លូវលឿនលឿនហើយបាទឥឡូវយើងឡើងលើផ្លូវលឿនលឿនបត់ចូលដល់ហ្នឹងបងប្អូនបាទនេះចាំឡៃជក់ចូលហ្នឹងបងប្អូនបាទអញ្ចឹងយើងធ្វើដំណើរមួយណាខ្ញុំធ្វើដំណើរយឺតទេបាទដោយសារឡានខ្ញុំជិះបានតែ80ទេបាទជិះលឿនដល់កើតទេទូចពេកហើយណាមួយវាសុវត្ថិភាពផងបើយើងបើកលឿនក៏អត់កើតដែរបើកមួយទៅបាទនេះយើងដល់ជក់ចូលហើយបងប្អូនអញ្ចឹងធ្វើដំណើរដោយសុវត្ថិភាពទាំងអស់គ្នាបងប្អូនថ្ងៃសៅរ៍អាទិត្យនេះដំណើរកំសាន្តឲ្យសុបាយជុំគ្រួសារបងប្អូនបាទហើយយើងធ្វើដំណើរនេះគឺគោលដៅទៅលេងពងសោមបាទទៅលេងបងប្អូនបាទនេះចូលមក ANOP ហ្នឹងបាច់យកកាតទេបងប្អូនបាទបងលុយតាមធនាគារទៅបើយើងអត់ចង់បងលុយទេយើងចូលកន្លែងគិតលុយទៅបាទឲ្យលុយគេធម្មតានេះហើយកូនបើនេះបាទដល់កឲ្យជួយមើលផ្លូវនេះឡើងមកមុខរហូតហើយធ្វើដំណើរយឺតទេបងប្អូន80ទេនេះឥនតនូអែមទេភាពអែមបងប្អូនពីព្រលឹមហើយតាមផ្លូវបឿនលឿនឥឡូវឡើងខៀវបងប្អូនបាទបៃតងច្រឡំខៀវច្រឡំដល់ខៀវរហូតបបៃតងស្រស់ខ្ចីហើយយើងមកដល់កន្លែងចំណតហ្នឹងឈប់ញ៉ាំបាយមួយសិនដោយសារត្រូវលេបថ្នាំលេបអីចឹងណាហើយញ៉ាំបាយហើយចូលបន្ទប់ទឹកហើយយើងក៏រៀបចំចេញដំណើរទៅទៀតនេះបិទវាឡើងឡានព្រិចតូចមែនតែតាន់បងប្អូនមកឃើញឡានខ្ញុំតូចចឹងប៉ុន្តែខ្ញុំជួសជុលអីដិតដល់ចង់និយាយថាការមើលថែអត់មានខ្លាចថាឡើងផ្លូវលឿនមានបញ្ហាអត់ទេដោយសារយើងជឿជាក់ហើយយើងយកទៅ check យកទៅអីអស់ហើយបាទមុននឹងធ្វើដំណើរបងប្អូនបាទឃើញតូចចឹងណាបងប្អូនតែអែមណាអត់ដែរដេកផ្លូវទេបងប្អូនបាទនេះមើលមកជុំបងប្អូនបាទឃើញចឹងណាតែមិនចាញ់ឡានទៅនៅប៉ុន្មានទេគ្រាន់តែរូបរាងតូចហើយអត់សូវស្អាតដូចគេទេតែបើថាធ្វើដំណើរស្រុកខ្មែរបងប្អូនបាទទៅដល់ណាក៏ដល់ដែរឲ្យតែមានលុយចាក់ប្រេងបងប្អូនបាទចឹងណាឲ្យតែមានលុយចាក់សាំងបាទឲ្យមានលុយចាយលុយហូបបាយចឹងទៅដល់ណាក៏ដល់ដែរបាទឥឡូវយើងមកដល់ច្រកចេញកំពង់សោមហើយបងប្អូនបាទហើយនេះអាំងប៉ាវបានយកមិញបុកលឹកស្នាមបងប្អូនបាទបាន100ឥឡូវយើងមកលេងកំពង់សោមបងប្អូនបាទជិះតាមផ្លូវអស់15ដុល្លារបាទឥឡូវសល់ប៉ុណ្ណឹងយើងទៅលេងបាទឥឡូវយើងមកដល់ហើយអូខេបាយបាយ